ឧបមាថាយើងមានទិន្នន័យក្បាលដីមួយដុំហើយទិន្នន័យក្បាលដីនោះបាត់នៅព័ត៌មានមួយចំនួនឧទាហរណ៍ព័ត៌មានកាលបរិច្ឆេទនៃការបញ្ចូលទិន្នន័យឬក៏ entry date ព័ត៌មាននោះបានបាត់ហើយយើងពុំអាចទៅរកនៅព័ត៌មានដើមនៃទិន្នន័យនោះមកបញ្ចូលវិញបានទេតែយើងបានដឹងថាទិន្នន័យនោះយើងបានចំណាយពេល1ខែនៅក្នុងការធ្វើវាអាចថាជាខែណាមួយឧទាហរណ៍ខែឧសភាឆ្នាំ2025នៅពេលដែលយើងដឹងថាយើងមិនអាចរកព័ត៌មានដើមមកបញ្ចូលវិញបានទេប៉ុន្តែយើងដឹងថាទិន្នន័យនោះធ្វើនៅក្នុងខែ5តើយើងអាចធ្វើការបញ្ចូលទិន្នន័យបែបណាដើម្បីឲ្យសមស្របនិងសមហេតុផលក្រៅពីការវាយបញ្ចូលម្ដងមួយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញលោកអ្នកនៅ technique មួយដើម្បីដោះស្រាយនៅបញ្ហាហ្នឹងសួស្តីអ្នកទាំងគ្នាសូមស្វាគមន៍មកកាន់ខ្មែរជា Academy ខ្ញុំមានទិន្នន័យនេះមួយបើសិនបើយើងពិនិត្យមើលទៅក្នុង attribute ផងវាយើងឃើញថានៅក្នុង attribute ផងវា fill entry date នេះគឺមិនមានទេវាចេញ null ទាំងអស់មានន័យថាទទេទាំងអស់តែឧបមាថាខ្ញុំដឹងថាទិន្នន័យ149ក្បាលដីនេះខ្ញុំបានធ្វើវានៅក្នុងខែមេសាឆ្នាំ2025ខ្ញុំសួរថាប្រសិនបើខ្ញុំចង់បញ្ចូលនៅកាលបរិច្ឆេទនៅក្នុងកំឡុងខែមេសាឆ្នាំ2025ហ្នឹងឲ្យមកកន្លែង entry date ហ្នឹងតើមានវិធីណាដែលល្អជាងការវាយបញ្ចូលម្ដងមួយខ្ញុំនឹងធ្វើការបង្ហាញលោកអ្នកអំពីរបៀបបញ្ចូលនៅតម្លៃចៃដន្យឬក៏គេហៅថា random value ទៅក្នុង entry date field នេះដោយប្រើ Python expressionអញ្ចឹងជាបឋមគឺយើងកំណត់ចំនួនថ្ងៃដែលយើងចង់បញ្ចូលចំណាថាមួយខែយើងអាចបញ្ចូលរយៈពេល10ថ្ងៃអីចឹងទៅជាថ្ងៃដែលយើងធ្វើការបញ្ចូលទិន្នន័យហ្នឹងអញ្ចឹងយើងនឹងយកអាថ្ងៃទាំង10ហ្នឹងមកបញ្ចូលរីរងនៅក្នុងនេះទាំង149 record នេះយើងមិនខ្វល់ថាថ្ងៃណាមួយហ្នឹងចូលទៅក្នុង record មួយណាទេតែសំខាន់គឺយើងយក10ថ្ងៃហ្នឹងមករាយនៅក្នុងនេះបើសិនបើយើងធ្វើដោយការវាយបញ្ចូលម្ដងមួយគឺវាអាចចំណាយពេលយូរនៅកន្លែងនេះគឺយើងមានវិធីសាស្ត្រមួយនៅក្នុងការធ្វើហ្នឹងគឺយើងប្រើប្រាស់ calculate field អូខេអញ្ចឹងនៅក្នុង calculate field គឺយើងប្រើប្រាស់នៅ Python expression ហើយបន្ទាប់ពីយើងបានរើស Python expression ហើយយើងអាចធ្វើការសរសេរនៅ function មួយដើម្បីឲ្យវាបញ្ចូលនៅតម្លៃកាលបរិច្ឆេទគោលទាំងប្រមាណហ្នឹងទៅក្នុង record នីមួយដើម្បីអាចធ្វើបែបហ្នឹងបានគឺខ្ញុំត្រូវការ module មួយគេហៅថា random នៅទីនេះខ្ញុំធ្វើការ import module មួយឈ្មោះថា random module នេះគឺយើងនឹងប្រើប្រាស់វាដើម្បីធ្វើការបញ្ចូលនៅតម្លៃចៃដន្យទៅក្នុង field entry date ហ្នឹងបន្តមកទៀតខ្ញុំធ្វើការបង្កើតនៅ variable មួយដោយដាក់ឈ្មោះថា date list ដែល variable នេះគឺជា list នៃកាលបរិច្ឆេទដែលយើងចង់បញ្ចូលទៅក្នុង record ទាំង149ហ្នឹងក្នុង list នេះខ្ញុំអាចទុកវាចោលអញ្ចឹងសិនទៅហើយបន្តមកចាំយើងមក assign វាតាមក្រោយបន្តមកទៀតយើងអាចធ្វើការបង្កើតនៅ function មួយគឺដាក់ឈ្មោះ function នឹងថា entry date ហើយខ្ញុំមិនត្រូវការ parameter ទេនៅក្នុង function ហ្នឹងបន្តមកទៀតយើងអាចធ្វើការប្រើប្រាស់នៅ random module ហ្នឹងដើម្បីបញ្ចូលតម្លៃកាលបរិច្ឆេទហ្នឹងទៅក្នុង record ផងយើងបានហើយដែលយើង assign នៅ date ថ្មី date ឬក៏យើងដាក់ថា new date ស្មើនឹងយើងប្រើប្រាស់នៅ random module random dot choice នេះកន្លែងនេះគឺជំរើស choice dot choice គឺជំរើសយកចេញពីណាមកគឺយកចេញពី date list បន្តមកទៀតយើងបានប៉ុណ្្នឹងហើយយើងធ្វើការ return នៅតម្លៃ new date អូខេអញ្ចឹង function របស់យើងរួចហើយគឺ entry date ខ្ញុំអត់ត្រូវការ base ទៅលើ parameter ណាមួយទេសម្រាប់ function នេះបន្ទាប់ពីយើងបង្កើត function ហើយយើងអាចធ្វើការ assign នៅតម្លៃ date ថ្មីផងយើងកន្លែងនេះខ្ញុំដាក់ឈ្មោះថា new date smart random.choice កន្លែងនេះមានន័យថាយើងនឹងប្រើប្រាស់ random module ដើម្បីចាប់យកជម្រើសចេញពី date list ផងយើងដែលយើងនឹងបញ្ចូលតម្លៃបន្តិចទៀតណាចាប់យកនៅតម្លៃណាមួយពី date list មកបង្កើតជា new date ហ្នឹងហើយ new date ហ្នឹងវានឹងយកបញ្ចូលទៅក្នុង record ផងយើងកិច្ចការបន្តទៀតគឺយើងធ្វើការកំណត់នៃកាលបរិច្ឆេទផងយើងឥឡូវឧបមាថាយើងដឹងថាទិន្នន័យហ្នឹងគឺធ្វើនៅក្នុងខែ4អូខេអញ្ចឹងយើងអាចកំណត់នៅកាលបរិច្ឆេទហ្នឹងបានហើយអញ្ចឹងការកំណត់កាលបរិច្ឆេទគឺ
យើងត្រូវវាយឲ្យត្រូវទៅតាម format នៃ computer system របស់យើងសម្រាប់ computer ប៉ុនខ្ញុំគឺខ្ញុំប្រើ format US អញ្ចឹង format US ការបរិច្ឆេទគឺខែនៅមុខអញ្ចឹងខែ4ឧទាហរណ៍ថាខ្ញុំចាប់ផ្ដើមពីថ្ងៃទី1ទៅទី1ខែ4ឆ្នាំ2025អញ្ចឹងបន្ទាប់ពីយើងកំណត់នៅ date list បានហើយយើងអាចធ្វើការយក function នេះទៅប្រើបានហើយយើង copy function ហ្នឹងមកយកមកដាក់នៅក្នុង expression box ខាងលើហើយយើងធ្វើការ run អញ្ចឹងយើងឃើញថាយើងបានបញ្ចូលនៅតម្លៃដោយចៃដន្យនៅក្នុង field integrated ផងយើងរួចហើយណាតែមួយ plate ហ្នឹងគឺហើយតម្លៃការបរិច្ឆេទហ្នឹងគឺបញ្ចូលដោយយកចេញពីការបរិច្ឆេទដែលយើងបានធ្វើការកំណត់នៅកន្លែង date list នេះគឺជាការបរិច្ឆេទដែលយើងសន្មតថាទិន្នន័យរបស់យើងបានបញ្ចូលនៅក្នុងថ្ងៃហ្នឹងអញ្ចឹងនេះយើងអាចធ្វើបានមិនចំពោះតែការបរិច្ឆេទទេចំពោះទិន្នន័យផ្សេងទៀតដូចជាទិន្នន័យឧទាហរណ៍ថាជា list នៃឈ្មោះឬក៏ជា list នៃបញ្ជីអ្វីមួយទិន្នន័យអ្វីមួយក៏យើងអាចដាក់បានដែរឬក៏ជាលេខក៏យើងអាចធ្វើបានដែរអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនបើលោកអ្នកមើលទៅមានចំណុចណាមិនយល់លោកអ្នកអាចសួរបន្ថែមបាននៅក្នុង comment ហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ